បាទស្វាគមន៍មកកាន់វីដេអូបន្ទាប់របស់Economics Cambodia ដែលនៅក្នុងវីដេអូនេះយើងនឹងមកស្វែងយល់ទាំងអស់គ្នាជាមួយនឹង oligopoly ហើយនឹង game theory អញ្ចឹងយើងនឹងស្វែងយល់ថាតើស្អីទៅជា oligopoly ហើយនឹង game theory នៅក្នុងសេដ្ឋកិច្ចហ្នឹងណាបាទអញ្ចឹងយើងទៅចូលទៅស្វែងយល់ទាំងអស់គ្នាអញ្ចឹងដំបូងយើងមើល oligopoly បន្តិចសិនអញ្ចឹង oligopoly ហ្នឹងជាទូទៅគេឲ្យនិយមន័យថាវាគឺជា market structure in which only a few seller offer similar or identical product អញ្ចឹងនៅក្នុងទីផ្សារហ្នឹងមានតែក្រុមហ៊ុនប្រហែលជា2ឬក៏3អីទេដែលគាត់អាចផ្ដល់នៅផលិតផលឬក៏សេវាកម្មនឹងទៅដល់អតិថិជននៅក្នុងទីផ្សារណាបាទហើយមួយទៀតstrategic behavior in oligopoly អញ្ចឹងក្រុមហ៊ុនរបៀប oligopoly អញ្ចឹងបានន័យថាគាត់មានតែ2អីទេនៅក្នុងទីផ្សារហ្នឹងគាត់តែងតែមានសកម្មភាពជាយុទ្ធសាស្ត្ររបស់គាត់អញ្ចឹងណាអញ្ចឹង a firm decision about P or Q can affect other firm and cause them to react អញ្ចឹងការសម្រេចចិត្តរបស់ក្រុមហ៊ុនមួយឧទាហរណ៍ថាមានក្រុមហ៊ុន2អញ្ចឹងបើក្រុមហ៊ុនមួយគាត់សម្រេចចិត្តP របស់គាត់បានន័យថា price គាត់ចង់លក់តម្លៃប្រមាណហើយចង់ផលិតចំនួនប្រមាណការសម្រេចចិត្តរបស់គាត់ហ្នឹងនឹងប៉ះពាល់ទៅក្រុមហ៊ុនមួយទៀតដែលកំពុងតែផ្ដល់សេវាកម្មឬក៏ផលិតផលស្តៀងនឹងគាត់ឬក៏ដូចនឹងគាត់នៅក្នុងទីផ្សារហ្នឹងដែរដោយសារតែក្នុងទីផ្សារហ្នឹងមានក្រុមហ៊ុនតែ2ហ្នឹងឯងដែលផ្ដល់ផលិតផលឬក៏សេវាកម្មហ្នឹងអញ្ចឹងណាបាទអញ្ចឹងពេលដែលប៉ះពាល់ទៅដល់ក្រុមហ៊ុនមួយទៀតគេនឹង react គេនឹងឆ្លើយតបទៅនឹងសកម្មភាពរបស់ក្រុមហ៊ុនមួយដែលបានកំណត់តម្លៃហើយនឹងចំនួនដែលផលិតហ្នឹងបាទអញ្ចឹងthe firm will consider this reaction when making decision អញ្ចឹងក្រុមហ៊ុននីមួយៗគាត់នឹងពិចារណាបើគាត់សម្រេចចិត្តលក់ក្នុងតម្លៃប៉ុណ្ណេះផលិតចំនួនប៉ុណ្ណេះតែក្រុមហ៊ុនមួយទៀតដែលគេផ្ដល់ឬក៏ផលិតផលសេវាកម្មស្តៀងគាត់ហ្នឹងគេឆ្លើយតបចំពោះគាត់យ៉ាងម៉េចអញ្ចឹងណាអញ្ចឹងពេលហ្នឹងយើងនឹងស្វែងយល់ពី game theory អញ្ចឹង game theory ហ្នឹងគឺការសិក្សាអំពីតើមនុស្សហ្នឹងគាត់ behave in a strategic situation គាត់បង្ហាញពីគំនិតចេញអាកប្បកិរិយារបៀបម៉េចនៅពេលដែលមានស្ថានភាពជាយុទ្ធសាស្ត្រហ្នឹងបានន័យថាចង់ធ្វើម៉េចឲ្យខ្លួនឯងបានប្រយោជន៍អញ្ចឹងណាក្រុមហ៊ុនមួយចង់ធ្វើខ្លួនឯងបានប្រយោជន៍ក្រុមហ៊ុនមួយទៀតក៏គេចង់ឲ្យគេបានប្រយោជន៍អញ្ចឹងដែរបាទអញ្ចឹងយើងទៅមើលចំណុចបន្ទាប់មួយទៀតបាទនេះយើងមកមើលពីឧទាហរណ៍នៅក្នុងsmall town មួយគេហៅថា cell phone duopoly ហ្នឹងបានន័យថានៅក្នុងទីក្រុងតូចហ្នឹងគឺមានតែក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទហ្នឹងមានតែ2ទេបាទអញ្ចឹងនៅក្នុងទីក្រុងតូចហ្នឹងគឺមានប្រជាជនរស់នៅគេសន្មតថាមាន140 resident 140នាក់ហ្នឹងណាបាទហើយផលិតផលឬក៏សេវាកម្មដែលផ្ដល់នោះគឺ cell phone service សេវាទូរស័ព្ទណាហ្នឹងហើយដូចយើងមានបញ្ចូលកាតបញ្ចូលអីអញ្ចឹងណាហើយសេវាកម្មហ្នឹងគឺការផ្ដល់នៅសេវាទូរស័ព្ទunlimited anytime minutes and free phone បាទអញ្ចឹងគេអាចផ្ដល់ទៅជាការទេដែលគ្មានដែនកំណត់អីអញ្ចឹងណាអញ្ចឹងនេះយើងមើលពី small town demand schedule សិនអញ្ចឹងយើងមកមើលពីទីក្រុងតូចហ្នឹងគាត់មានតម្រូវការសេវាទូរស័ព្ទហ្នឹងប្រហែលអញ្ចឹងណាបាទអញ្ចឹងក្នុងហ្នឹងក្រុមហ៊ុន2ហ្នឹងមានទី1ឈ្មោះ AT&T ហើយទីក្រុមហ៊ុនទី2ឈ្មោះ Verizon បាទអញ្ចឹងក្រុមហ៊ុន2នៅក្នុងទីផ្សាររបៀបហ្នឹងយើងអាចហៅថា duopoly បាទអញ្ចឹងបានន័យថាពេលហ្នឹងមានក្រុមហ៊ុនតែ2ទេ an oligopoly with two firm ហ្នឹងហើយអញ្ចឹង duopoly ហ្នឹងគឺមានន័យថាគឺ oligopoly ដែលមានតែក្រុមហ៊ុន2នៅក្នុងទីផ្សារហ្នឹងណាបាទអញ្ចឹង each firm cost អញ្ចឹងក្រុមហ៊ុននីមួយៗហ្នឹងគឺ fixed cost របស់គាត់ស្មើ$0បានន័យថាតម្លៃfixed cost របស់គាត់ណាស្មើ$0ហើយMC marginal cost របស់គាត់ស្មើ$10បាទអញ្ចឹងយើងឃើញតារាងនៅខាងឆ្វេងដៃនេះយើងមាន P ពី0 5 10រហូតដល់45ហើយ Q យើងឃើញពី140រហូតដល់50អញ្ចឹង Q នោះគឺ quantity ណាបាទឥឡូវយើងទៅមើលចំណុចបន្ទាប់នេះ example cell phone duopoly in small town អញ្ចឹងនេះយើងឃើញតម្លៃហើយនឹង Q បានន័យថាតម្លៃដែលលក់ហើយនឹងចំនួនដែលត្រូវផ្គត់ផ្គង់បាទ
ចឹងនេះ revenue ចឹងបើសិនជាក្រុមហ៊ុននឹងគាត់លក់តម្លៃ$0ចំនួនគាត់គង់140អត់មាន revenue ទេព្រោះតម្លៃគាត់$0បាទហ្នឹងហើយហើយបើសិនជាគាត់លក់តម្លៃ$5តម្រូវការ130ហើយ revenue 650អញ្ចឹងយើងចាប់អារម្មណ៍មួយគឺឃើញពេលណាតម្លៃកើនឡើងពី0មក5តម្រូវការថយចុះពី140មក130ហើយពេលតម្លៃឡើងមកដល់$10តម្រូវការនៅសល់តែ120ទេបាទហើយបន្ទាប់មកតម្លៃឡើងមក15តម្រូវការ110តម្លៃឡើងមក20តម្រូវការ100អញ្ចឹងចំនួនហ្នឹងគឺថយរហូតអញ្ចឹងអាហ្នឹងយើងត្រឡប់ទៅនឹកឃើញsupply and demand ណាបាទអញ្ចឹងពេលណាតម្លៃឡើងថ្លៃតម្រូវការនឹងថយចុះហើយពេលណាតម្លៃធ្លាក់ចុះតម្រូវការនឹងកើនឡើងបាទអញ្ចឹងអាហ្នឹងគឺជា law of supply and demand ហើយបាទអញ្ចឹងហ្នឹងយើងមើលបន្តទៀតមកហើយយើងឃើញ revenue ហ្នឹងគឺកើនឡើងរហូតប៉ុន្តែអ្វីដែលយើងកត់សម្គាល់នេះគឺនេះ revenue គឺកើនឡើងពី2,400បើសិនជាតម្លៃ30ផលិត80នេះតម្លៃគុតគង់80តម្លៃ2,400ហើយបើសិនជាតម្លៃ35គុតគង់70 2,450តែបើតម្លៃ40តម្រូវការធ្លាក់ចុះមកដល់60អញ្ចឹង revenue បានតែ2,400ទេឃើញថាថយចុះ50ហ្នឹងហើយអញ្ចឹងឥឡូវយើងទៅមើលកាឡោន2នៅខាងស្ដាំអញ្ចឹងកាឡោន2នេះគឺ cost ថ្លៃដើមអញ្ចឹងបើសិនជាក្រុមហ៊ុននឹងផ្គត់ផ្គង់នេះលក់$5ផ្គត់ផ្គង់130ចំណូលបាន650 cost ដល់តែ1,300អញ្ចឹងបើសិនជាគាត់លក់$5គឺគាត់ខាតឲ្យក្រុមហ៊ុនហ្នឹងបាទហើយបើសិនជាគាត់លក់$10ផ្គត់ផ្គង់120ចំណូល1,200 cost 1,200អញ្ចឹងកន្លែងនេះគាត់រួចខ្លួនបាទបានន័យថាចំណូលហើយនឹងចំណាយរបស់គាត់នេះស្មើគ្នាណាបាទអញ្ចឹងនេះបើសិនជាគាត់លក់$15ទៅបានគាត់អាចចំណេញតែគាត់អត់ទាន់ចំណេញច្រើនតែចាប់ពី$15ទៅគាត់អាចលក់បានណាក្រុមហ៊ុនហ្នឹងបាទយើងមើលចំណុចបន្ទាប់នេះ profit អញ្ចឹងនេះបើសិនជាគាត់លក់តម្លៃ$5ក្រុមហ៊ុនហ្នឹងគឺខាតអស់$650បាទហើយបើសិនជាគាត់លក់$10គាត់គង់120គាត់រួចខ្លួន profit 0ដាក់ចំណេញណាបាទហើយបើសិនជាគាត់លក់$15គាត់បាន profit 550បាទហើយបើសិនជាគាត់លក់$20តម្រូវការមាន100គាត់បាន profit 1000គាត់លក់$25ការផ្គត់ផ្គង់90គាត់បាន profit 1350បាទហើយអញ្ចឹងយើងឃើញ profit ដែលច្រើនជាងគេនេះ$1,800នេះអញ្ចឹង$1,800ហ្នឹងគឺក្រុមហ៊ុនទាំងពីរហ្នឹងគឺគាត់ត្រូវលក់តម្លៃ$40ការផ្គត់ផ្គង់60អញ្ចឹង60ហ្នឹងបានន័យថាម្នាក់ផ្គត់ផ្គង់30ដោយសារតែគាត់មានពីរក្រុមហ៊ុននៅក្នុងទីផ្សារដល់សេវាកម្មទូរស័ព្ទហ្នឹងណាអញ្ចឹងបើសិនជាគាត់លក់តម្លៃ40ផ្គត់ផ្គង់ម្នាក់30គាត់នឹងទទួលបានចំណូល2,400 cost របស់គាត់600អញ្ចឹងគាត់នៅសល់ប្រាក់ចំណេញនេះ1,800អញ្ចឹង1,800នេះគាត់ត្រូវចែកនឹង2ទៀតអញ្ចឹងណាបាទឥឡូវយើងទៅមើលចំណុចបន្ទាប់ទៀតសិននេះអញ្ចឹងអានេះcompetitive outcome អញ្ចឹងបើសិនជាក្រុមហ៊ុននឹងគាត់នៅតែប្រកួតប្រជែងគ្នាបានន័យថាធម្មតាយើងដឹងហើយនៅក្នុងទីផ្សារក្រុមហ៊ុនមួយតែងតែចង់លក់តម្លៃថោកជាងក្រុមហ៊ុនមួយទៀតដើម្បីទាក់ទាញអតិថិជនអញ្ចឹងបើក្រុមហ៊ុននឹងគាត់ប្រកួតប្រជែងគ្នាទម្លាក់តម្លៃចុះឡើងក្រុមហ៊ុននោះគឺគាត់នឹងខាតឬក៏អាចរួចខ្លួនបាទគាត់ខាតឬក៏រួចខ្លួនទាំងពីរហ្នឹងបាទ profit គាត់អាច$0ឬក៏ខាតក៏មានតែដោយសារតែគាត់ប្រកួតប្រជែងគ្នាណាបាទប៉ុន្តែបើសិនជាក្រុមហ៊ុនទាំងពីរហ្នឹងគាត់អត់ប្រកួតប្រជែងគ្នាទេគាត់សហការគ្នានេះគេដាក់ថា monopoly outcome យើងឃើញមានគេដាក់ពណ៌ផ្កាឈូកឲ្យមើលហ្នឹងបាទអញ្ចឹងបើសិនជាក្រុមហ៊ុនទាំងពីរហ្នឹងគាត់សហការគ្នាគាត់ព្រមព្រៀងថាលក់តម្លៃ$40គាត់ផ្គង់តែ60ទេគាត់ផ្គង់តែ60ទេនៅក្នុងទីផ្សារហ្នឹងគាត់នឹងទទួលបានចំណូល2,400ថ្លៃដើមអស់600គាត់នឹងបានប្រាក់ចំណេញ1,800ពីក្រុមហ៊ុនហ្នឹងអញ្ចឹងគាត់ត្រូវចែកគ្នាទៅប្រាក់ចំណេញហ្នឹងណាបាទអញ្ចឹងយើងទៅមើលចំណុចបន្ទាប់គេនឹងប្រាប់លម្អិត
នេះអញ្ចឹងអានេះជា cell phone duopoly in small town ក្រុមហ៊ុនទូរស័ព្ទពីរដែលនៅក្នុងទីក្រុងតូចមុនហ្នឹងអញ្ចឹងគេហៅថា one possible duopoly outcome illusion អញ្ចឹងគេថាដំណោះស្រាយសម្រាប់ក្រុមហ៊ុនទាំងពីរហ្នឹងដែលអាចទៅរួចមួយដំណោះស្រាយដែលអាចទៅរួចមួយរវាងក្រុមហ៊ុនទាំងពីរហ្នឹងគឺ illusion ហើយស្អីគេទៅជា illusion ហ្នឹងគឺជាកិច្ចព្រមព្រៀងឬក៏កិច្ចសន្យា agreement រវាងក្រុមហ៊ុនទាំងពីរហ្នឹងនៅក្នុងទីផ្សារមួយដែលគាត់នឹងព្រមព្រៀងគ្នាទៅលើกระดาษមួយដូចកិច្ចសន្យាមួយអញ្ចឹងថាឥឡូវក្រុមហ៊ុនទាំងពីរហ្នឹងយល់ព្រមគ្នាលក់សេវាកម្មទូរស័ព្ទហ្នឹងក្នុងតម្លៃប៉ុណ្ណេះហើយផ្គត់ផ្គង់តែចំនួនប៉ុណ្ណេះទេមួយក្រុមហ៊ុនប៉ុណ្ណេះមួយក្រុមហ៊ុនប៉ុណ្ណេះបាទអញ្ចឹងAT&T ហើយនិង Verizon ហ្នឹងគាត់អាចយល់ព្រមដោយក្រុមហ៊ុននីមួយៗហ្នឹងproduce half of the monopoly output បានន័យថាគាត់ផលិតពាក់កណ្ដាលនៃចំនួនក្រុមហ៊ុនផ្ដាច់មុខដែលគាត់ផលិតណាបាទអញ្ចឹងនេះកន្លែង monopoly ពាក់កណ្ដាលនៃ monopoly ហ្នឹងគឺស្មើក្រុមហ៊ុននីមួយៗគាត់ត្រូវផលិតផ្គត់ផ្គង់30ហើយតម្លៃលក់40អញ្ចឹងគាត់នឹងទទួលបានចំណេញ900បាទហ្នឹងហើយអញ្ចឹងបើសិនជាក្រុមហ៊ុនផលិតផ្គត់ផ្គង់ម្នាក់30ចំនួនផ្គត់ផ្គង់សរុបនៅក្នុងទីផ្សារ60ហើយប្រាក់ចំណូលសរុបទាំងពីរក្រុមហ៊ុនហ្នឹងគឺបានយើងឃើញ9 2ដង1800អញ្ចឹងចែកគ្នាជា2ទៅគាត់បានម្នាក់900ប្រាក់ចំណេញណាអញ្ចឹងa group of a firm acting illusion បាទ unition អញ្ចឹងនេះយើងមើលពី illusion ហើយនិង sell interest បន្តិចអញ្ចឹងគេថា both firm would better off if both stick to the customer agreement អញ្ចឹងក្រុមហ៊ុនទាំងពីរហ្នឹងគាត់នឹងទទួលបានផលប្រយោជន៍បើសិនជាគាត់រក្សាបាននៅលក្ខខណ្ឌនៅក្នុងកិច្ចព្រមព្រៀងដែលគាត់បានព្រមព្រៀងជាមួយគ្នាណាប៉ុន្តែក្រុមហ៊ុនហ្នឹងគឺ have incentive to re-engage the agreement អញ្ចឹងក្រុមហ៊ុនហ្នឹងគាត់តែងតែមានគេហៅថា incentive បើសិនជាគាត់រំលោភលើកិច្ចព្រមព្រៀងនេះគាត់នឹងទទួលបានផលប្រយោជន៍បន្ថែមទៀតអញ្ចឹងណាអញ្ចឹង lesson it is difficult for oligopoly firm to form castle and honor their agreement អញ្ចឹងជាបទពិសោធន៍គេថាក្រុមហ៊ុនបែប oligopoly ដែលមានតែ2នៅក្នុងទីផ្សារអញ្ចឹងពិបាកនឹងសម្រេចបាននៅកិច្ចព្រមព្រៀងillusion ហ្នឹងណាដែលព្រមព្រៀងគ្នាថាត្រូវលក់តម្លៃប៉ុណ្ណេះផលិតតែប៉ុណ្ណេះគ្រប់គង់តែប៉ុណ្ណេះអញ្ចឹងណាហើយទន្ទឹមនឹងការពិបាកសម្រេចបាននៅ agreement ហ្នឹងហើយក្រុមហ៊ុនមួយចំនួនសម្រេចបាន agreement ហ្នឹងហើយក៏ពិបាករក្សាគ្រប់នៅលក្ខខណ្ឌដែលមាននៅក្នុងកិច្ចសន្យាហ្នឹងដែរបាទយើងទៅមើលចំណុចមួយទៀតនេះគឺ equilibrium for oligopoly អញ្ចឹងស្អីទៅ equilibrium ហ្នឹងយើងរំលឹកពីមេរៀនចាស់របស់យើងគឺការផ្គត់ផ្គង់ស្មើនឹងតម្រូវការដែលមានអញ្ចឹងទីផ្សារមួយដែលការផ្គត់ផ្គង់ហ្នឹងអត់លើសទេបាទតែផ្គត់ផ្គង់ត្រូវនឹងតម្រូវការទីផ្សារបើយើងផ្គត់ផ្គង់លើសតម្លៃនឹងចុះថោកហើយបើផ្គត់ផ្គង់ខ្វះតម្រូវការតម្លៃនឹងឡើងថ្លៃបាទអាហ្នឹងពេលណាការផ្គត់ផ្គង់និងតម្រូវការស្មើគ្នាគេហៅថា equilibrium ហើយអញ្ចឹងនេះ equilibrium for an oligopoly when a firm in an oligopoly individual choose production to maximize profit អញ្ចឹងequilibrium សម្រាប់ oligopoly ដែលមានក្រុមហ៊ុន2នៅក្នុងទីផ្សារអញ្ចឹងគឺពេលដែលក្រុមហ៊ុននីមួយៗហ្នឹងជ្រើសរើសផលិតឬផ្គត់ផ្គង់ដើម្បីបង្កើនប្រាក់ចំណូលរបស់ខ្លួនអញ្ចឹង production ផលិតនៅចំនួន quantity ណា greater than monopoly អញ្ចឹងជាទូទៅ oligopoly នេះគាត់តែងតែផលិតបើគិតជាចំនួនហ្នឹងគឺផលិតច្រើនជាង monopoly ក្រុមហ៊ុនផ្ដាច់មុខបាទហើយគាត់ less than competitive quantity គាត់ផលិតច្រើនជាង monopoly ហើយគាត់ផលិតតិចជាងcompetitive អញ្ចឹងទីផ្សារ competitive market ហ្នឹងយើងដឹងហើយគឺនៅក្នុងទីផ្សារហ្នឹងមានអ្នកលក់ហើយនិងអ្នកទិញច្រើនអញ្ចឹងណាអញ្ចឹងoligopoly នេះគាត់ផលិតតិចជាងទីផ្សារ competitive market ហ្នឹងបាទប៉ុន្តែច្រើនជាង monopoly គាត់នៅចន្លោះកណ្ដាលណាបើនិយាយសួរស្រាប់ទៅ
oligopoly ហ្នឹងគាត់នៅចន្លោះកណ្ដាល monopoly ហើយនិងចន្លោះកណ្ដាល competitive market បាទហើយសម្រាប់តម្លៃ oligopoly វិញគឺគាត់ឆាត less than monopoly បាទន័យថាគាត់គិតតម្លៃហ្នឹងតិចជាង monopoly ប៉ុន្តែថ្លៃជាង competitive market បាទអញ្ចឹងយើងទៅមើលចំណុចមួយទៀត the output and price effect នេះគឺoutput ចំនួនដែលគាត់ផ្គត់ផ្គង់ឬក៏គាត់ផលិតហ្នឹងហើយនឹងprice effect ផលប៉ះពាល់ទៅលើតម្លៃអញ្ចឹងបើសិនជាក្រុមហ៊ុន oligopoly ហ្នឹងគាត់ increase output គឺនឹងមាន two effect នឹងមានផលប៉ះពាល់2ទៅដល់ប្រាក់ចំណេញប្រាក់ចំណូលរបស់ក្រុមហ៊ុនហ្នឹងណាទី1 output effect ប្រសិនបើ P ធំជាង MC នេះយើងមកពីពាក្យថា marginal cost ណាអញ្ចឹងបើសិនជាតម្លៃធំជាង marginal cost increase output raise profit អញ្ចឹងក្រុមហ៊ុន oligopoly ហ្នឹងពេលដែលគាត់មើលឃើញថាតម្លៃរបស់គាត់នៅធំជាង marginal cost គាត់អាចនៅបង្កើនបរិមាណនៃការផ្គត់ផ្គង់ឬក៏បរិមាណផលិតរបស់គាត់បានដើម្បីបង្កើនប្រាក់ចំណេញរបស់គាត់ហើយ price effect វិញពេលដែលគាត់ raising output increase market quantity ពេលដែលគាត់តម្លើងចំនួនផ្គត់ផ្គង់នឹងធ្វើឲ្យចំនួននៅក្នុងទីផ្សារនោះកើនឡើងដែរអញ្ចឹងពេលដែលកើនឡើង which reduce price and reduce profit ពេលដែលកើនឡើងចំនួននៅក្នុងទីផ្សារអញ្ចឹងតម្លៃវានឹងធ្លាក់ចុះដែរព្រោះយើងដឹងហើយកាលណាការផ្គត់ផ្គង់កើនឡើងតម្លៃធ្លាក់ចុះបាទអញ្ចឹងអានឹង law of supply and demand ណាហើយ reduce profit ហ្នឹងហើយអញ្ចឹងបើគាត់ផ្គត់ផ្គង់ច្រើនតម្លៃវាអាចនឹងធ្លាក់ចុះហើយគាត់នឹងអាចកាត់ចំណូលរបស់គាត់នឹងកាត់បន្ថយដែរអញ្ចឹងពេលហ្នឹងគេហៅថា economics of cooperation នេះការសហការនៅក្នុងសេដ្ឋកិច្ចណាអញ្ចឹងការសហការនៅក្នុងសេដ្ឋកិច្ចហ្នឹងគឺយើងចូលមកដល់ game theory ហើយ game theory ទ្រឹស្ដីមួយដែលល្បីជាងគេនោះគេហៅថា present dilemma ហ្នឹងដូចជាមានរឿងដំណាលមួយដែលគេយកវាមកជជែកពិភាក្សាអញ្ចឹងណាអញ្ចឹងនេះ particular game between two capture prisoner អញ្ចឹងរឿងដែលល្បីគេតែងតែជជែកច្រើននៅក្នុងថ្នាក់សេដ្ឋកិច្ចណា economic class ហ្នឹងគឺ present dilemma ហ្នឹងហើយពេលនោះមានជនជាប់ចោត2នាក់ដែលillustrate why cooperation is difficult to maintain even when it is mutual benefit អញ្ចឹងនៅក្នុងរឿង present dilemma ហ្នឹងវានឹងបង្ហាញថាហេតុអីបានកិច្ចសហប្រតិបត្តិការហ្នឹងវាពិបាកដែរបើទោះបីជាភាគីទាំងពីរហ្នឹងដឹងថាពេលដែលខ្លួនឯងសហប្រតិបត្តិការឬក៏សហការមួយគ្នាអញ្ចឹងវានឹងនាំឲ្យមានប្រយោជន៍មកដល់ភាគីទាំងសងខាងអញ្ចឹងណាបាទអញ្ចឹងឥឡូវយើងមកមើលនេះdominant strategy នេះ strategy that is best for player in the game អញ្ចឹង dominant strategy ហ្នឹងគឺ strategy ដែលវាល្អសម្រាប់អ្នកកំពុងតែលេងនៅក្នុង game ហ្នឹងណាបាទអញ្ចឹងក្នុង game ហ្នឹងដែលលេងគឺយើងសំដៅដល់ជនជាប់ចោតទាំងពីរហ្នឹងបាទអញ្ចឹង regardless of the strategies chosen by the other ហ្នឹងហើយអញ្ចឹងវាអត់តាក់ទងជាមួយនឹងបានន័យថា strategy that is best for player in the game regardless of strategy chosen by other player បាទឥឡូវយើងទៅមើលចំណុចបន្ទាប់មួយទៀតនេះ present dilemma នេះឥឡូវយើងមកមើលពីសាច់រឿងគេតែម្ដងអញ្ចឹងគេដាក់ថា the police have caught Bonnie and Cloudy two suspected bank robbers but only have enough evidence to imprison each for 1 year អញ្ចឹងគេដាក់ថា police ហ្នឹងគឺបានចាប់បាន Cloudy Bonnie ហើយនិង Cloudy ហើយពួកគេទាំងពីរនាក់ហ្នឹងគឺត្រូវជាប់ចោទពីបទbank robber ហ្នឹងបានន័យថាប្លន់ធនាគារណាបាទប៉ុន្តែប៉ូលីសគឺមានផុសតាងដើម្បីដាក់បន្ទុកពួកគាត់ហ្នឹងឲ្យជាប់ពន្ធនាគារម្នាក់តែមួយឆ្នាំទេបាទអញ្ចឹងប៉ូលីសគឺបានសួរសំណួរទៅកាន់ពួកជនជាប់ចោទទាំងពីរនាក់ហ្នឹងមាន Bonnie ហើយនិង Cloudy ហ្នឹងនៅក្នុងបន្ទប់ដាច់ដោយឡែកផ្សេងគ្នាហើយពួកគេទាំងពីរនាក់ហ្នឹងត្រូវបានផ្ដល់នៅគេហៅថា following deal បានន័យថាដំណោះស្រាយដូចខាងក្រោមអញ្ចឹងណាអញ្ចឹងប៉ូលីសគាត់ប្រាប់ថាបើសិនបើអ្នកឯងសារភាព implicate your partner you go free បើសិនបើអ្នកឯងសារភាពហើយទម្លាក់កំហុសដាក់ភាគីអ្នកឯងម្នាក់ទៀតណាព្រោះមុនហ្នឹងគេចាប់ពីរនាក់ណាអញ្ចឹងប៉ូលីស
ពេលសួរចម្លើយហ្នឹងប្រាប់ទៅជនជាប់ចោតទាំងពីរនាក់ហ្នឹងអញ្ចឹងដូចគ្នាតែពេលប្រាប់ហ្នឹងនៅក្នុងបន្ទប់ពីរផ្សេងគ្នាណាបាទអញ្ចឹងប៉ូលីសគាត់ចាប់ផ្ដើមប្រាប់ឲ្យថាឥឡូវបើសិនជាអ្នកឯងសារភាពហើយ implicate your partner you go free អញ្ចឹងបើសិនមិនឯងសារភាពហើយទម្លាក់កំហុសទាំងអស់ទៅដល់ជនដៃគូរបស់អ្នកឯងម្នាក់ទៀតហ្នឹងអញ្ចឹងអ្នកឯងនឹងរួចខ្លួនហើយអញ្ចឹងណាប៉ុន្តែទី2 if you do not confess but your partner implicate you you get 20 years in prison ប៉ុន្តែបើសិនជាអ្នកឯងអត់សារភាពទេហើយដៃគូរបស់អ្នកឯងដែលនៅក្នុងបន្ទប់ផ្សេងមួយទៀតនោះគេសារភាពអញ្ចឹងអ្នកឯងនឹងជាប់គុក20ឆ្នាំបាទហើយមួយទៀតif you both confess each get 8 years in prison អញ្ចឹងបើសិនជាអ្នកឯង confess ហើយដៃគូរបស់អ្នកឯងក្នុងបន្ទប់មួយទៀតនោះគាត់សារភាពដូចគ្នាអញ្ចឹងម្នាក់ត្រូវជាប់គុក8ឆ្នាំបាទអញ្ចឹងនេះជាpresent dilemma example ហើយឥឡូវយើងមកមើលបន្តិចអញ្ចឹងនេះគឺជា Bonnie ឥឡូវយើងមកមើល Cloudy ចូលមកដាក់ Cloudy ចូលក្នុងកន្លោនហ្នឹងអញ្ចឹងនេះទី1យើងមើលបើសិនបើយើងមើលអាកន្លោនលើគេនៅខាងឆ្វេងដៃមុនណាបាទអញ្ចឹងនៅខាងឆ្វេងដៃនេះយើងឃើញសញ្ញាព្រួយពណ៌ក្រហមមួយហ្នឹងគេដាក់ថា confess អញ្ចឹងបើសិនជា Bonnie គាត់ confess ហើយ Cloudy គាត់ confess ដែរពីរនាក់ហ្នឹងជាប់ពន្ធនាគារម្នាក់8ឆ្នាំបាទហើយយើងមើលនៅមកក្រោមហ្នឹងមកនៅសញ្ញាព្រួយហ្នឹងដូចគ្នាតែយើងមើលមកកន្លោនខាងក្រោមទី2ហ្នឹងបើសិនបើ Bonnie នឹងគាត់ confess ប៉ុន្តែ Cloudy នេះគាត់ remain silent អញ្ចឹង Bonnie នេះគាត់នឹងរួចខ្លួនប៉ុន្តែ Cloudy នេះគាត់ជាប់ពន្ធនាគារ20ឆ្នាំបាទអញ្ចឹងពីរអ្នកហ្នឹងអញ្ចឹងណាបាទបើសិនជាមួយ confess ហើយមួយទៀត silent អ្នក silent ជាប់20ឆ្នាំអ្នក confess រួចខ្លួនបាទតែបើ confess ទាំងពីរជាប់គុកម្នាក់8ឆ្នាំហើយមួយទៀតយើងមើលពីកន្លោនខាងស្ដាំម្ដងកន្លោនលើមុនដាក់ថាបើសិនបើ Bonnie នេះគាត់ remain silent ហើយ Cloudy នេះគាត់ confess អញ្ចឹង Cloudy គាត់នឹងរួចខ្លួនប៉ុន្តែ Bonnie នេះគាត់ជាប់ពន្ធនាគារ20ឆ្នាំបាទហើយមកកន្លោនខាងក្រោមផ្នែកខាងស្ដាំដែរហ្នឹងបើសិនបើ Bonnie នេះគាត់ remain silent គាត់ជាប់គុក1ឆ្នាំហើយបើសិនបើ Cloudy នេះគាត់ remain silent ដូចគ្នាពីរអ្នកហ្នឹងជាប់គុកម្នាក់1ឆ្នាំបាទអញ្ចឹងនេះចំណុចហ្នឹងបើសិនBonnie នៅស្ងាត់អត់ឆ្លើយសំណួរអីទាំងអស់គាត់នឹងជាប់គុក20ឆ្នាំហើយបើសិនបើពេលហ្នឹងបើ Cloudy គាត់សារភាពអញ្ចឹង Cloudy គាត់រួចខ្លួនហើយ Bonnie នេះជាប់20ឆ្នាំម្នាក់ឯងប៉ុន្តែបើសិនជាទាំងពីរអ្នកហ្នឹង silent ទាំងពីរអ្នកជាប់គុកម្នាក់1ឆ្នាំបាទឥឡូវយើងទៅមើលចំណុចបន្ទាប់នេះអញ្ចឹងក្នុងពេលហ្នឹងគេថា confessing is the dominant strategies for both player អញ្ចឹងការសារភាពគឺជាយុទ្ធសាស្ត្រដែលអាចកើតឡើងច្រើននៅក្នុងស្ថានភាពហ្នឹងសម្រាប់Cloudy ហើយនិង Bonnie ហ្នឹងបាទអញ្ចឹងអាហ្នឹងគឺគេហៅថា Nash equilibrium both confess អញ្ចឹង Nash equilibrium គឺNash ហ្នឹងគឺមកពីពាក្យ Professor John Nash អញ្ចឹងគាត់ហ្នឹងគឺជាអ្នកសេដ្ឋកិច្ចរបស់អាមេរិកដ៏ល្បីដែរគាត់ទទួលបាន Nobel Prize អីដែរណាបាទហើយគាត់ក៏មានរឿងមួយដែលគេសម្ដែងពីគាត់ដែរបើសិនជាអ្នកទាំងអស់គ្នាចាប់អារម្មណ៍អាចចូលទៅមើលទៅក្នុង YouTube មានឈុតខ្លីៗដែររឿងហ្នឹងចំណងជើងថា Beautiful Mind បាទអញ្ចឹង Beautiful Mind នេះគឺនិយាយពីប្រវត្តិរបស់ Professor John Nash ហ្នឹងហើយបាទហ្នឹងហើយឥឡូវយើងចូលមកកាន់មេរៀនយើងវិញអញ្ចឹងនេះភាគីទាំងពីរ confess ហ្នឹងគឺចូលដល់កន្លែង Nash equilibrium ហើយបាទអញ្ចឹង present dilemma example យើងមើលបន្តិចអញ្ចឹងoutcome ជាលទ្ធផល Bonnie and Cloudy both confess each gets 8 years in prison អញ្ចឹងជាលទ្ធផលនៅក្នុងស្ថានភាពដូចមិញហ្នឹងពួកគេទាំងពីរ Bonnie និង Cloudy ហ្នឹងពួកគាត់គឺ likely confess ពួកគាត់អាចស្ថានភាពហ្នឹងគឺអាចនឹងសារភាពច្រើនព្រោះគាត់សារភាពទៅគាត់គិតថាភាគីមួយខាងទៀតអត់សារភាពគាត់នឹងរួចខ្លួនអញ្ចឹង Bonnie ក៏គិតអញ្ចឹង Cloudy ក៏គិតអញ្ចឹង Cloudy ក៏គិតថាបើគាត់សារភាពទៅ Bonnie អត់សារភាពគាត់រួចខ្លួន Bonnie ជាប់20ឆ្នាំអញ្ចឹង Bonnie ក៏គិតដូចគ្នាគាត់ថា
បើសិនជាគាត់សារភាពទៅហើយ Cloudy អត់សារភាពគាត់ទម្លាក់កំហុសដាក់ Cloudy អញ្ចឹង Cloudy ជាប់20ឆ្នាំគាត់រួចខ្លួនបាទអញ្ចឹងពេលហ្នឹងគិតអញ្ចឹងដូចគ្នាពីរនាក់ហ្នឹងដោយសារគាត់នៅបន្ទប់ផ្សេងគ្នាអញ្ចឹងគេដាក់គាត់ថា both would has been better off if both remain silent ជនចាប់ចោលទាំងពីរនាក់ហ្នឹងនឹងប្រសើរឡើងស្ថានភាពរបស់គាត់ណាគាត់ជាប់ពន្ធនាគារតែម្នាក់មួយឆ្នាំឯងបើគាត់នៅស្ងាត់ទាំងពីរនាក់គាត់អត់ឆ្លើយសំណួរអត់ទម្លាក់កំហុសដាក់គេអត់សារភាពអីណាប៉ុន្តែeven Bonnie and Cloudy have agreed before being catched to remain silent ប៉ុន្តែទោះបីជា Bonnie ហើយនិង Cloudy ហ្នឹងគាត់បានយល់ព្រមគ្នាថាពីមុនការចាប់របស់ប៉ូលីសនឹងក៏ដោយថាពួកគាត់នឹងមិនឆ្លើយមិនទម្លាក់កំហុសដាក់គ្នាពេលដែលប៉ូលីសសួរចម្លើយទោះបីជាគាត់បានព្រមគ្នាអញ្ចឹងក៏ដោយណា The logic of self-interest take over and lead them to confess អញ្ចឹងនៅក្នុងសេដ្ឋកិច្ចគឺយើងនិយាយពី self-interest ម្នាក់គឺតែងតែចង់ធ្វើម៉េចឲ្យបានប្រយោជន៍មកខ្លួនឯងអញ្ចឹងពេលហ្នឹង The logic of self-interest Bonnie គាត់នឹងសារភាពដោយគាត់រំពឹងថា Cloudy អត់សារភាពហើយបើដូចគាត់រំពឹងមែន Bonnie គាត់នឹងរួចខ្លួន Cloudy ជាប់ពន្ធនាគារ20ឆ្នាំបាទហើយ Cloudy ក៏គាត់គិតអញ្ចឹងដែរដោយសារតែមនុស្សម្នាក់គិតពី self interest នៅក្នុងសេដ្ឋកិច្ចអញ្ចឹងCloudy គាត់គិតថាគាត់នឹងសារភាពហើយបើសិនជា Bonnie អត់សារភាពគាត់រួចខ្លួន Bonnie ជាប់20ឆ្នាំអញ្ចឹងម្នាក់គិតអញ្ចឹងដូចគ្នាបាទអញ្ចឹងពេលដែលម្នាក់គិតអញ្ចឹងនាំឲ្យទាំងពីរអ្នកនឹងសារភាពហើយដល់ពេលទាំងពីរអ្នកនឹងសារភាពម្នាក់ជាប់ពន្ធនាគារ8ឆ្នាំបាទអញ្ចឹងអាហ្នឹងគឺយើង reflect back ទៅអាក្រុមហ៊ុន oligopoly មុនហ្នឹងណាអញ្ចឹងក្រុមហ៊ុនទាំងពីរហ្នឹងពេលខ្លះពេលដែលពួកគាត់សហការគ្នាអញ្ចឹងពួកគាត់នឹងបានផលប្រយោជន៍ទាំងសងខាងប៉ុន្តែពួកគាត់ពិបាកនឹងសហការគ្នានឹង reach agreement មួយហើយបើទោះជា reach agreement មួយក៏ពិបាកនឹង honor ពិបាកនឹងគោរពនៅលក្ខខណ្ឌដែលមាននៅក្នុង agreement ហ្នឹងដែរបាទអញ្ចឹងវីដេអូថ្ងៃហ្នឹងមានប៉ុណ្ណឹងតាក់ទងទៅនឹង oligopoly ហើយនឹង game theory អញ្ចឹងបើមានសំណួរអាចសួរបន្ថែមនៅក្នុង comment ខាងក្រោមអរគុណជួបគ្នានៅវីដេអូក្រោយ